ចាច្បាប់នេះកញ្ចក់បងប្អូនយល់ហើយច្បាប់នេះកញ្ចក់ចានេះវីដេអូនេះខ្ញុំសូមមកសម្រាប់ទូទៅឲ្យបងប្អូនយល់ចាខ្ញុំជឿថាបងប្អូនមួយចំនួនក៏អត់ទាន់យល់ពីអ្វីជាច្បាប់នេះកញ្ចក់ដែរចាច្បាប់នេះកញ្ចក់គេប្រៀបធៀបជាមួយនឹងការដូចជាយើងប្រើវត្ថុទីមានវត្ថុទីអញ្ចឹងចាកញ្ចក់ឆ្លុះឲ្យឃើញថាសភាពរូបរាងកាយយើងខាងក្រៅនេះចាវាមិនវាពេលដែលយើងឆ្លុះកញ្ចក់ចារូបរាងខាងក្នុងកញ្ចក់នឹងឃើញឆ្លុះពីបញ្ចាំងចាពីរូបរាងខាងក្រៅយើងដែលកំពុងឆ្លុះកញ្ចក់ចាអញ្ចឹងច្បាប់ទូទីដូចគ្នាចាបងប្អូនគិតអ្វីនៅខាងក្នុងវានឹងស្ដែងនៅជីវិតបងប្អូនខាងក្រៅបែបហ្នឹងដូចគ្នាចាឧទាហរណ៍ឥឡូវកំពុងជួបទុកលំបាកចាស្ដែងចេញពីខាងក្នុងខ្លួនយើងជាក់ស្ដែងហ្នឹងចាមានន័យថាយើងខាងក្នុងកំពុងមានទុកចាក្រាបសូមទីក៏សូមទីមកឲ្យយើងនៃជីវិតយើងបច្ចុប្បន្ននៅខាងក្រៅចាអញ្ចឹងជាក់ស្ដែងហ្មងចាអត់មានពិបាកយល់ទេចាពេលដែលបងប្អូនធ្វើអ្វីគិតអ្វីទាល់រហូតដល់ផ្នែកវាគេថារលករញ័ររលកព្រៃកង់ដែលបងប្អូនបញ្ចេញទៅចាបញ្ចេញពីខាងក្នុងខ្លួនទៅវាមិនចាខាងក្រៅរបស់យើងនឹងទទួលផលបែបហ្នឹងជីវិតបងប្អូនទទួលផលបែបហ្នឹងការគិតបែបមិនចាទទួលបែបហ្នឹងមិនថាការគិតពីមុនមួយឆ្នាំមុនក៏ដោយចា2ឆ្នាំមុនក៏ដោយចាវាធ្វើការតាមកម្លាំងនៃការសូមទីរបស់បងប្អូនចាអត់មានរឿងស្អីដល់សម្រាប់ការបងប្អូនទេចាជីវិតបច្ចុប្បន្នត្រឡប់ទៅគិតមើលថយក្រោយវិញពីមុនគិតពីមិនចាជាពិសេសតែអ្នកដែលកំពុងជួបបញ្ហាជួបវិបត្តិអីជាក់ស្ដែងទៅតែថ្ងៃត្រឡប់មើលទៅថយក្រោយវិញតែពីមុនបងប្អូនឯងគិតពីមិនចាមានកន្លែងខ្លះយើងចាំមានកន្លែងខ្លះយើងអត់ចាំឥឡូវយើងអាចសង្កេតតែរឿងណាដែលយើងចាំតែយើងដែលគិតឧទាហរណ៍អ្នកដែលគាត់កំពុងឥឡូវវាចាក់សភាពឥឡូវនេះគាត់កំពុងតែជួបនេះអ្នកដែលមានវិបត្តិសេដ្ឋកិច្ចជាដើមនេះទៅមើលរយៈពេលពីមុនមកគាត់គិតមកគាត់គិតថាគាត់បងប្រាមុនឯងថាឥឡូវហ្នឹងចានឹងជួបបញ្ហាផ្នែកហិរញ្ញវត្ថុអីចឹងទៅចាអ្នកដែលធ្លាប់លក់ដាច់គឺថាធ្លាប់គិតពីមុនមកថាតិចទៀតលក់លេខដាច់ចាការជឿបែបណាចាប្រាប់ចាក់វ៉ាគឺការបែបហ្នឹងខាងក្នុងជឿបែបណាចាវានឹងឆ្លុះប្រចាំឲ្យខាងក្រៅគឺទៅជារបៀបបែបហ្នឹងចាបងប្អូនអាចទៅបងតាមជឿខ្លួនឯងមើលចាសង្កេតមើលពីមុនមកអ្វីដែលយើងបានគិតចាអ្វីដែលបងប្អូនបានសាងពីមុនមកសាងតែទង្វើសាងដោយការគិតចាដែលបញ្ចេញជារលកព្រៃកង់ទៅបងប្អូនយល់ទេចាហើយអញ្ចឹងខ្ញុំក៏សូមបន្ថែមបន្តិចចំពោះបងប្អូនដែលគាត់ជួបបញ្ហាចាខ្ញុំក៏និយាយច្រើនដងដែរចាហើយក៏ជាមួយនឹងមួយក៏គាត់តែនិយាយច្រើនដងដែរបញ្ហាចូលមកមិនមែនមកបំបាក់ប៉ុន្តែមកបង្រៀនបងប្អូនឲ្យរឹងមាំជាងមុននឹងចេះដោះស្រាយបញ្ហាដើម្បីឲ្យឆ្លងកាត់ពីមួយលេវទៅមួយលេវអត់មានបញ្ហាណាចូលមកដើម្បីធ្វើបាបទេតែបើសិនជាបងប្អូនគិតទទួលបញ្ហាចូលមកទៅថាធ្វើបាបចាមានន័យថាបងប្អូនទទួលយកអាការធ្វើបាបតែបើសិនជាយើងបំបាយអាការគិតហ្នឹងណាទៅជាកាដូវិញចាឬក៏ទៅជាតែបើឲ្យបងប្អូនរឹងមាំទៅយើងនឹងមានកម្លាំងចិត្តឆ្លងកាត់ជាមួយបញ្ហាហ្នឹងរីករាយនឹងការឆ្លងកាត់ជាមួយបញ្ហាហ្នឹងហើយមានបងស្រីម្នាក់គាត់ឆាតចូលពេញសួរគឺថាធ្វើបែបខ្លួនឯងរឹងមាំចាបញ្ហាកាន់តែច្រើនខ្លួនឯងកាន់តែរឹងមាំឆ្លងកាត់ពីបញ្ហាមួយទៅបញ្ហាមួយនឹងកាន់តែរឹងមាំកាន់តែចិត្តជាងមុនប្រកែកជាងមុនចាអានេះវិធីដែលធ្វើឲ្យយើងរឹងមាំបំផុតគឺឆ្លងកាត់ជាមួយនឹងបញ្ហាប្រឈមមុខជាមួយនឹងបញ្ហាដោះស្រាយជាមួយនឹងបញ្ហាហ្នឹងចាដោះស្រាយបានប៉ុណ្ណាយកប៉ុណ្ណាចាអាណាដែលយើងដកមិនបានកុំប្រឹងរកគេហៅថាផ្លូវដកកុំប្រឹងកាត់រកផ្លូវដកកាលណាយើងប្រឹងកាត់រកផ្លូវដកមានន័យថាយើងអត់បានពឹងកម្លាំងចក្រវាឡយើងបានន័យថាយើងកំពុងតែធ្វើការតែម្នាក់ឯងចាប្រឹងតែម្នាក់ឯងអត់បានប្រើចក្រវាឡឲ្យធ្វើការជាមួយទេចាបងប្អូនដឹងហើយហ្នឹងអត់ហើយខ្ញុំជឿថាបងប្អូនច្រើនណាស់ដែលអត់ទាន់យល់ពីរបៀបចក្រវាឡធ្វើការជាមួយហ្នឹងចាគឺការយល់របៀបពេញចាអត់ទាន់យល់ទេធ្វើមិនអត់ចក្រវាឡធ្វើការជាមួយចាតែបលែងបានចាចក្រវាឡធ្វើការជាមួយហ្នឹងគាត់តែឲ្យយើងជឿថាអ្វីដែលនៅសេសសល់គឺចក្រវាឡអ្នកធ្វើចាក្រៅពីការដាក់គេថាដាក់បំណងប្រាថ្នាឬក៏ដាក់ការជឿទៅជឿឬថាយើងថារឿងនេះយើងដោះស្រាយបានទេអញ្ចឹងយើងថាប្រងបកគលឲ្យចក្រវាឡដាក់បញ្ជាទៅប្រាប់ថាការងារទាំងអស់ហ្នឹងសូមឲ្យចក្រវាឡចាត់ចែងកូនសូមឲ្យបកគលឲ្យឪចក្រវាឡចាត់ចែងចាកូនសូមធ្វើការងារនេះដែលកូនធ្វើបានតែនិយាយប្រហែលដល់បងប្អូនអត់មានតអត់ចូលតែព្រោះអស់អ្វីអត់ទាន់ដល់អ្វីអត់ទាន់ដល់បលែងបានហើយមូលហេតុដែលបលែងអត់បានតែនិយាយលឿយចានិយាយលឿយចាដោយសារអីគាត់ថាប្រមូលនៃសុខនៅក្នុងខ្លួនចាគាត់ជំនឿនៅក្នុងខ្លួនកាលណាយើងអត់ទាន់ជឿយើងបលែងបានទេតែបើយើងជឿហើយមានន័យថាយើងបលែងបាននៅក្នុងហ្នឹងឯងតែជឿបលែងបានទេមកពីមិនជឿបានបលែងមិនបានហើយធ្វើមិនអត់ជឿចាធ្វើមិនអត់ជឿចាគឺត្រូវការថាប្រមូលនៃក្តីសុខនៅក្នុងខ្លួនចាហើយប្រូក្រាមតាំងពីមិនជឿរហូតដល់ជឿបានន័យថាប្រូក្រាមមានន័យថាមិនខ្ញុំនិយាយទៀតចាខ្ញុំជឿថាបងប្អូនអត់ទាន់យល់ពីនឹងប្រូក្រាមទេចាប្រូក្រាមមានន័យថាការទន្ទិញការប្រាប់ខ្លួនឯងសាំតាំងពីមិនជឿរហូតដល់ជឿនិយាយតាំងពីមិនជឿរហូតដល់ជឿនិយាយដដែលនិយាយប្រាប់ខ្លួនឯងមិនអត់ទៅនិយាយប្រាប់អ្នកណានិយាយតាំងពីការលឺសំឡេងនិងអត់លឺសំឡេងទាំងលឺសំឡេងទាំងអត់លឺសំឡេងអត់លឺសំឡេងក៏មានន័យថានិយាយនៅក្នុងចិត្តចាបងប្អូនចាំហ៎ខ្ញុំតែនិយាយរឿងហ្នឹងហើយគឺបងប្អូនពេលជំនួសអត់ទាន់យល់ទេអ្នកនៅ level ទៀតអ្នកដែលរៀនថ្មីអត់ទាន់យល់ទេចាំអត់ទាន់បានទេតាំងពីការអនុវត្តធ្វើអីខ្លះអត់ទាន់ដែរចាអញ្ចឹងខ្ញុំសូមបន្ថែមបន្តិច
ចាជាមួយនឹងខុស8លុយដាស់ចិត្តស្ថិរបស់ខ្ញុំតែខ្ញុំបានបរិយាមកប្រហែលថ្ងៃមុនខ្ញុំឲ្យតម្លៃ33ចុះពី44មក33តែឥឡូវបិទទេណាចាជំរាបបងប្អូនថាបិទតែ33ហ្នឹងចក្រវាលអត់ជុំជ្រែងជាមួយតម្លៃ33ទេកាលនេះខ្ញុំសូមចក្រវាលហើយប៉ុន្តែចក្រវាលព្រមទេអត់ឲ្យបន្ថោកតម្លៃទេត្រូវឡើងថ្លៃតម្លៃហ្នឹងគឺអត់ត្រូវចុះទេតែដល់ការអាណិតចាចង់ឲ្យបងប្អូនឡើងចង់ឲ្យបងប្អូនបានរៀនណាខ្ញុំសុខចិត្តបញ្ចុះតម្លៃទាំងតែគួរតែឡើងថ្លៃប៉ុន្តែខ្ញុំបញ្ចុះចង់ឲ្យប៉ុន្តែខ្ញុំឃើញបងប្អូនមួយចំនួនអត់យល់ពីតម្លៃនៃការឲ្យរបស់ខ្ញុំទេចាអញ្ចឹងចាប់ពីវីដេអូនេះទៅគឺតម្លៃ40គុណវិញដែរចាហើយបន្តិចទៀតខ្ញុំនឹងឡើងទៀតចាបងប្អូនដឹងវិជាបដូរជីវិតណាចាមានតម្លៃមានតម្លៃខ្លាំងហ្មងចាអត់សាកសមតម្លៃ33 44ទេប៉ុន្តែខ្ញុំអាណិតបងប្អូនគឺថាអ្នកដែលអត់ស្អាតមានលុយចាចង់ឲ្យចង់បានរៀនព្រោះខ្ញុំចង់ឲ្យប៉ុន្តែបងប្អូនជាមុននៅស្ទាក់ស្ទើរអត់មានការសម្រេចចិត្តច្បាស់ទេនៅទីទៅដល់អារម្មណ៍ខ្វះខាតរបស់គាត់ហើយអារម្មណ៍ខ្វះខាតនោះប្រាប់ហើយប្រាប់ទៀតថាអារម្មណ៍ខ្វះខាតគឺស្រូបបានតែភាពខ្វះខាតទេទៅមុខអត់រួចទៅឆ្លងឡើងនឹងអត់រួចទៅមុខអត់រួចទេជីវិតទៅមុខទៀតគឺនៅតែខ្វះខាតហ្នឹងពីអាភាពខ្វះខាតមកក្រំតែទោះឲ្យជីវិតជួបតែរឿងដដែលហ្នឹងចាហើយធ្វើមិនដើម្បីបំបត្តិនៅភាពខ្វះខាតបានចាទៅរៀន8ឬ10ចិត្ត20ហ្នឹងដឹងហើយការអនុវត្តអីខ្លះចាក្នុងមួយជុំ90ថ្ងៃត្រូវធ្វើអីខ្លះចាហើយដឹងពីថាមកពលខ្លួនឯងចាម្នាក់សិតតែមានសិតទាំងអស់អត់ទាន់យល់ពីសិតខ្លួនឯងចាអត់ទាន់យល់ពីការអនុវត្តចាកុំឲ្យខាតពេលទៅរៀនទៅចាមហាកម្រៃរៀនខុសហ្នឹងហើយអ្នកណាក៏ចាឲ្យវ៉ាវដែរចាពីការអនុវត្តខ្លួនឯងផ្ទាល់មកបានចេញជាជាមួយនឹង8រឿងហ្នឹងចាដាក់ចិត្ត20ខ្ញុំឲ្យតម្លៃ44ចា33ខ្ញុំបិទហើយណាចា44បន្តិចទៀតឡើងហើយអស់ពីឡើងអាចនឹងបិទដេញឲ្យចូលតែហ្មងចាដោយសារអីសម្រាប់មនុស្សដែលសាកសមសម្រាប់ក្នុងខ្លួនឯងខំនឹងមានតម្លៃណាបើសិនមើលមិនឃើញតម្លៃខំទេមិនបានចូលទេចាខ្ញុំនិយាយតែប៉ុណ្្នឹងឯងខ្ញុំចង់ឲ្យមែនទេណាព្រោះអីខ្ញុំឃើញអ្នកដែលខ្វះខាតអារម្មណ៍ខ្វះខាតអត់ដឹងពីការអនុវត្តច្បាស់ចាបានសុខចិត្តបញ្ចុះតម្លៃតែចក្រវាលព្រមបងប្អូននឹងបើទេគ្រប់វីដេអូទាំងអស់សិតតែ KK ទាំងអស់តែវីដេអូមួយគឺអត់ឡើងទាំងក្នុង TikTok ទាំងក្នុង YouTube ទាំងនៅក្នុង page វីដេអូនឹងយូរអត់ឡើងចក្រវាលអត់ឲ្យឃើញហ្មងបាត់ជាមួយនឹងហ្មងអញ្ចឹងខ្ញុំធ្វើប៉ុណ្ណឹងចាបងប្អូនណាចាអ្នកដែលមើលឃើញតម្លៃចាឆាទូពេកទៅតម្លៃនៃខុសហ្នឹងចាគុណប្រយោជន៍នៃខុសមួយហ្នឹងចាអញ្ចឹងមានប៉ុណ្ណឹងចាអរគុណច្រើនបងប្អូនទាំងអស់គ្នាជួយពរឲ្យបងប្អូនឆ្លងពីអារម្មណ៍ខ្វះខាតអនុវត្តបាន100%ណាចាអរគុណច្រើនពីនេះខ្ញុំវិលចា I love you